សួស្តីអ្នកនរគ្នាថ្ងៃនេះយើងមកវីដេអូថ្មីអំពីការតឡើង DNS server នៅលើ Linux ជាដំបូងយើងត្រូវការ install បាញវាសិនហើយការ install គឺយើងព្យាយាម install បាញ Utage ហ្នឹងមកហើយសម្រាប់ម៉ាស៊ីននោះខ្ញុំបានធ្វើការតឡើងវាហើយការតឡើងវារៀងយូរគួរសមដែរហើយយើងរងចាំវាតិចទៅហើយចូលដល់កន្លែងនេះយើង copy វាមកហើយយើង enter ហើយយើងពេលម៉ាស៊ីនរបស់អ្នកនរគ្នាដំបូងពេលចូលមកយើងអាច insert វាបានទៅពេលយើងចូលដំបូងមកគឺកន្លែង listen ជួរពីរនេះគឺវាអត់មានធុងជួរបិទទេហើយយើងធ្វើការបិទវាមកហើយសម្រាប់កន្លែង allow query នេះក៏ចំដែរពេលមកវាចេញ localhost ហើយយើងដាក់វា any ហើយយើងប្រើ semicolon នេះតាមហ្នឹងមកវាកន្លែងហ្នឹងយើងមានតែកែប៉ុណ្្នឹងទេហើយយើង AC យើងចេញវាវិញមកហើយយើងធ្វើការតឡើងនេះ enable វាយើង copy វាមក enter ទៅយើង enable ហើយយើង start វាទៅ enter ហើយដំបូងទៀតបន្តទៀតយើងធ្វើការ enable firewall permission ឲ្យវាដែល firewall វាមានចំនួន2ហ្នឹងយើង copy វាហើយតឡើងដាក់វាទៅសម្រាប់ laptop កុំព្យូទ័រខ្ញុំដោយសារតែខ្ញុំបានតឡើងវាហើយអញ្ចឹងយើងមិនបាច់តឡើងនេះមួយទៀតទេបន្តមកទៀតកន្លែងទី6នេះ insert DNS IP យើងត្រូវយក IP address របស់យើងទៅ insert នៅក្នុងcontrol panel កន្លែង network adapter របស់យើងឥឡូវយើងធ្វើការយក IP address ពី laptop របស់យើងសិនហើយនេះគឺជា IP address របស់ laptop ហ្នឹង copy វាទៅCtrl C ហើយយើងចូល control panel មកចូល network នេះមកហើយយក change adapter setting ហើយយើងយក Wi-Fi យើង click លើវាមួយមកយកពាក្យថា property ហើយយើងយកពាក្យថា internet protocol version 4ឬក៏ IPv4 ហ្នឹងយើងយកពាក្យថា property ហើយកន្លែងនេះគឺខ្ញុំបាន set up វាហើយនេះគឺជា IP របស់យើងយើងផាសវាមកហើយកន្លែងalternate DNS server នេះគឺយើងដាក់8 4ដងមកហើយកន្លែងនេះពេលចូលដំបូងគឺវា click យកកន្លែងនេះទេយើងយកកន្លែង follow win DNS server address មកហើយយើង click OK ហើយយើងចុចពី close មកហើយបិទវាទៅហើយបន្តទៀតយើង start វាមកហើយយើងមើល status វាតាមវា active ឬក៏វា fail ឬក៏អីឥឡូវយើងឃើញហើយវា active វា running វាកំពុងតែដើរហើយយើងចុច Q មកដើម្បីចាក់ចេញយើង clear វាមកយើង restart វាទៅយើងមកហើយយើងចូល CMD របស់យើងមកហើយយើងវាយពាក្យថា ns lookup យើង westbook.com ហើយ IP address របស់យើងយើង enter ទៅវានឹងឃើញហើយវាដើរស្អែកនេះវាចេញ server unknown ហើយនេះ IP address របស់យើងប៉ុន្តែវា request time out កន្លែងហ្នឹងដោយសារតែយើងអត់ទាន់មានយកអត់ទាន់បាន hosting domain នេះទេហើយឥឡូវយើងនេះធ្វើការកើតឬក៏ hosting domain ដែលយើង copy វាមក C
cái này ní dương insert យើងធ្វើការបកកើត0មកនេះគឺជា0របស់យើងដែលយើងបានបង្កើតជា syntax របស់យើងកន្លែងនេះគឺយើងដាក់ឈ្មោះអីក៏បានដែរសម្រាប់ខ្ញុំដាក់ឈ្មោះខ្ញុំទៅហើយកន្លែង type នេះដាក់ master file នេះគឺជា file ដើម្បីយើង hosting វាហើយនេះគឺជាកន្លែងនេះគឺត្រូវយើងដាក់ឈ្មោះយើងណែមក .db មកហើយ auto update នេះយើងត្រូវដាក់វាជា none មកកន្លែងនេះហើយពេលអានេះដោយសារ laptop ខ្ញុំបានធ្វើហើយ laptop អ្នកនរគ្នាអាច type តាមនោះមកដូរឈ្មោះអីដាក់អីក៏បានដែរកន្លែងនេះដាក់ដូចខ្ញុំមកហើយកន្លែងនេះក៏ដូរឈ្មោះដូចដាក់កន្លែងនេះទៅហើយយើងPLC ហើយយើងចេញមកហើយយើងធ្វើការ restart វាមកយើង restart ណាមវាទៅសម្រាប់ laptop អ្នកនរគ្នាអាចពេល restart ទៅវាចេញផ្ទាំងក្រហមចំនួន2ជួរដោយសារតែយើងអត់ទាន់បានបង្កើតដោយសារតែ0យើងបង្កើតមកគឺទៅទេវាអត់ទាន់មានអីទាំងអស់ទេអញ្ចឹងនៅពេលដែលយើង restart ទៅវាអាចលុបផ្ទាំងក្រហមចំនួន2ជួរបើយើងហើយយើងបង្កើត file វាហើយនេះកន្លែងនេះដើម្បីបង្កើត file នៅពេលដែលយើងបង្កើត file វាហើយដូច laptop ទៅពេលបង្កើតហើយយើងធ្វើដើរតាមទីតាក់វាហើយពេលយើង restart វាទៅគឺវាអត់ចេញផ្ទាំងក្រហមទេប៉ុន្តែនេះដោយសារតែខ្ញុំធ្វើវាហើយបានវាអត់លុបផ្ទាំងក្រហមហើយដើម្បីបង្កើត record ហ្នឹងយើងចូលកន្លែងនេះមកយើង copy កន្លែងនេះទៅហើយនេះគឺជាអ្វីដែលយើងត្រូវទៅសេនៅក្នុង record របស់យើងហ្នឹងយើង TTL ហ្នឹង time to live មួយថ្ងៃមួយ D ហ្នឹងចំនួនមួយថ្ងៃហើយកន្លែងចំនួន syntax នេះអ្នកនរគ្នាសេតាមនឹងទាំងអស់មកគ្រាន់តែដូរកន្លែង root ហើយកន្លែងនេះគឺដាក់ឈ្មោះរបស់អ្នកនរគ្នាដែលបានដាក់នៅលើមុន0ហ្នឹងហើយកន្លែងនេះគឺជា IP address របស់អ្នកនរគ្នាលើ laptop របស់អ្នកនរគ្នាហើយកន្លែងហ្នឹងវាមានប៉ុណ្្នឹងទេហើយយើង AC ហើយ W ខ្ជូងបន្ទាប់មកយើងធ្វើការ restart វាទៅstart វាហើយយើង start វាវិញមកគឺនេះគឺយើងមិនដែរហើយសម្រាប់ការចង់ដឹងថាយើងបានបង្កើតA0 នឹងបាន success អត់ record នឹង success អត់យើង copy comment នេះមកយើង paste ទៅsorry អ្នកនរគ្នាយើងច្រឡំ comment នេះ comment ដែលយើងត្រូវcopy យកមក paste ដើម្បីចង់ដឹងថាយើងបង្កើតនេះ record នេះថាវា success អត់បើវា success វានឹង load ពាក្យថា OK នេះយើងឃើញហើយវា load ពាក្យថា OK នេះថា record របស់យើងបានបង្កើតនេះគឺវា success ហើយសម្រាប់ការចង់ដឹងថាយើងបានបង្កើតDNS នឹង success យើង copy comment នោះហើយយើងចូល CMD មកចូល CMD ហើយយើងវាយIP address របស់យើងទៅហើយនៅពេលដែលយើងវាយ IP address ទៅវានឹង load server name អីហ្នឹងគឺចេញជាឈ្មោះរបស់យើងជាឈ្មោះរបស់យើងដែលបានដាក់តែឈ្មោះរបស់យើងបានដាក់ហ្នឹងនេះគឺជាឈ្មោះកន្លែងនេះគឺវានឹង load ឈ្មោះហ្នឹងឲ្យយើងហើយអញ្ចឹងមានន័យថាយើង success ហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយយើងជួបវីដេអូក្រោយនៅ lab បន្តក្រោយទៀត